សួស្តីអ្នកទាំងអស់គ្នាខ្ញុំបញ្ញាសូមស្វាគមន៍មកកាន់ប្រធានបទនៃជីវិតនិងភាពសាមញ្ញនៅក្នុងជីវិតមួយនេះវាមិនទាមទារឲ្យអ្នកល្អឥតខ្ចោះនោះទេតើអ្នកដឹងទេថាមូលហេតុអ្វីខ្លះដែលមនុស្សជាច្រើនមានការនឿយហត់មិនមែនដោយសារជីវិតពិបាកខ្លាំងពេកនោះទេតែដោយសារពួកគេព្យាយាមធ្វើឲ្យអ្វីគ្រប់យ៉ាងល្អឥតខ្ចោះពេកដាក់កំហិតលើខ្លួនឯងពេកនិងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃពេកព្យាយាមក្លាយជាមនុស្សដែលគ្រប់គ្នាចូលចិត្តព្យាយាមមិនឲ្យមានកំហុសនិងព្យាយាមធ្វើឲ្យជីវិតមើលទៅល្អនៅក្នុងក្រសែភ្នែករបស់អ្នកដទៃនិយាយរួមគឺព្យាយាមផ្គាប់ចិត្តអ្នកដទៃជាជាងខ្លួនឯងប៉ុន្តែការពិតនោះគឺគ្មាននរណាម្នាក់ល្អឥតខ្ចោះ 100% នោះទេយើងទាំងអស់គ្នាសិតតែមានស្នាមរបួសមានកំហុសមានថ្ងៃដែលរឹងមាំហើយក៏មានថ្ងៃដែលទន់ខ្សោយវាគឺជារឿងធម្មតាជីវិតមិនទាមទារឲ្យអ្នកល្អឥតខ្ចោះនោះទេវាគ្រាន់តែទាមទារឲ្យអ្នកពិតប្រាកដជាមួយខ្លួនឯងនិងធ្វើជាខ្លួនឯងដូច្នេះសូមស្រឡាញ់ខ្លួនឯងបន្តិចអភ័យទោសឲ្យខ្លួនឯងបន្តិចហើយទទួលយកថាអ្នកគ្រប់គ្រាន់ហើយនៅក្នុងដំណាក់កាលដែលអ្នកកំពុងតែឈរនេះព្រោះភាពស្រស់ស្អាតបំផុតរបស់មនុស្សមិនមែនជាភាពល្អឥតខ្ចោះនោះទេតែជាភាពពិតប្រាកដនិងសប្បាយចិត្តនឹងអ្វីដែលយើងបានឆ្លងកាត់